ចង់ឃើញចង់ស្គាល់បងមកដល់ហើយអោស្រស់ត្រានត្រាយប៉ុន្តែដល់តាទៀតទៅអើយចាញ់សិនកុំនៅពាំងផ្លូវពុកមកកនឡំមានអាស្រូវអមឆ្លៅកុំគិតបារម្ភអ្នកស្រីតៃឈុនមឿងរឿងប៉ុណ្ណឹងចាំបាច់តម្លើងសរសៃករៀងខ្លួនធ្វើអីនិយាយដោះស្រាយគ្នាតាមសម្រួលក៏បានណែនេះសយតែយកកញ្ចប់មួយនៅលើតុមកឲ្យយើងឯងចង់ធ្វើស្អីមាសប្រាក់ប៉ុណ្ណេះឯងអាចយកទៅធ្វើអ្នកមាននៅស្រុកឯងបានថែមទាំងរកប្រពន្ធស្អាតជាងតៃទៅទៀតយើងចាំបាច់កាប់ចាក់គ្នាធ្វើអីគ្រាន់តែរឿងប៉ុណ្ណឹងឯងមើលងាយយើងពេកហើយឈុនមឿងយើងត្រូវការតៃប្រពន្ធយើងមិនត្រូវការមាសប្រាក់របស់ឯងនោះទេអញ្ចឹងក៏បានបើឯងត្រូវការតៃឯងយកតៃទៅវិញទៅថាម៉េចទៅខ្តំកំសត់ហ្នឹងហ៎បានហើយបងសាក់បញ្ចប់កម្មពីខ្ញុំនឹងខ្ទមកែរបស់បងប៉ុណ្ណឹងចាស់ឯងលឺខ្លួនឯងហើយសាតើដោះស្រាយដោយប្រការណាឲ្យរួចបញ្ហាត្រួសត្រាយផ្លូវទុកធ្ងន់ប្រមាណកើតតម្រូវសត្រូវជីវិតមិត្តសម្លាញ់អោក្នុងលោកីអ្វីទៅពិតត្រួសត្រាយចិត្តផិតនៃស្រីក្បត់តើមនុស្សណាទៅដែលកំណត់មិត្តក្បត់សាវាចាអាស្រូវអោចិត្តពិតចិត្តចោលមកសៀតចិត្តទុកចិត្តគេភ្នែកមើលត្រឹមតែឃើញតែមិនច្បាស់ភ្នែកអត់ប្រយោជន៍ភ្នែកអត់ប្រយោជន៍ភ្នែកអត់ប្រយោជន៍ភ្នែកអត់បានការភ្នែកអត់ប្រយោជន៍អូអញរកអ្នកស្នងត្រកូលឃើញហើយណាហើយឈប់ចាប់អារម្មណ៍រឿងនេះទៀតទៅថោកទៀតឈុនមឿងហ៊ានធ្វើដល់ថ្នាក់នឹងផងមិនមែនខុសតែឈុនមឿងម្នាក់នោះទេប្រពន្ធជាងខុសធ្ងន់ជាងគេទៅទៀតបានហើយយប់ជ្រៅហើយឯងទៅសម្រាប់មុនខ្ញុំទៅចុះបងអូយគ្រាន់តែប៉ុណ្ណឹងក៏ទៅចាក់ដៃទៅចាក់ជើងដែរម៉ាខាត់មកដល់ទិញមើលដាក់ដៃអញ្ចេះអោបមកណែបងឯងយ៉ាងម៉េចហ្នឹងស្លន់ស្លោហ្នឹងម៉ាខាត់មកដល់ទិញមើលហេតុដៃហ្នឹងគេដាក់អញ្ចេះគេអោបអញ្ចឹងណាអញ្ចឹងណា
បើបងចេះដឹងបងគិតចាំមិនបងមិនបាច់ភ័យទេរឿងនេះតើឲ្យអូនជាអ្នកដោះស្រាយចេះគេដឹងរឿងនេះដែរទេតើស្រីទាំងអស់សុទ្ធតែអញ្ចឹងទេគ្នាគិតថាយកត្រីងៀតត្រីឆ្អើទៅផ្ញើកំហែងខ្លះព្រោះថាខានជួបគ្នាយូរទៅលេងមិត្តសម្លាញ់ម្ដងទៅដៃទៅទេវាដូចជាមិនសមហើយចុះឯងយកស្អីទៅផ្ញើគេខ្លះអូគ្នាត្រៀមសាច់បាច់អស់ហើយកណាត់ប្រឌិបកណាត់ប្រែចំណីចំណុកសពបែបយ៉ាងរួចចុះឯងគិតទៅប្រមាណអ្នកហ្នឹងចុះគ្នាមានអ្នកណាមានតែគ្នាពីរអ្នកប្តីប្រពន្ធនិងក្មេងខ្មាំងខ្លះហ្នឹងណាតោះយើងគ្នាក៏ដូចឯងដែរគ្នាយកប្រពន្ធគ្នាទៅបង្អួតកំហែងសាក់គ្នាចង់ដឹងថាតើមនុស្សអត់ប្រពន្ធដូចគេឃើញស្រីស្អាតដូចប្រពន្ធគ្នាតើបេះដូងរបស់គេលោតខុសច្បាប់យ៉ាងណាមិនមែនស្អាតតែប្រពន្ធឯងទេប្រពន្ធគ្នាក៏ស្អាតមិនចាញ់ប្រពន្ធឯងដែរថែមទាំងស្មោះស្ម័គ្រចេះគោរពកោតខ្លាចប្តីណែបើសិនជាកំហែងសាក់ដឹងណាប្រកាសជាចំណែនហើយរត់ដកប្រពន្ធមួយភ្លាមព្រឹកស្អែកនេះអូនទៅជាមួយប្តីអូនហើយបងនឹកអូនស្លាប់ហើយឲ្យបងសុំទៅផងបងទៅដោយវិធីណាបងមានមធ្យោបាយ ចុះយើងគិតទៅកាលដែរគឺទឹកស្អែកនេះខ្ញុំសប្បាយចិត្តណាស់ដែលបានឯកទីពីរមកលេងច្រើនខែច្រើនឆ្នាំមកហើយសម្លាញ់ឯងមិនដែលមកលេងទេចាសម្លាញ់ឯងមកមានការអីពុំមានការអីទេខ្ញុំចង់នាំប្រពន្ធមកលេងមកដល់កណ្ដាលផ្លូវក៏ជួបនឹងឆ្នុកហើយក៏ប្រពន្ធមកលេងទាំងអស់គ្នាទៅខ្ញុំក៏មិនសូវទំនេរដែរសម្លាញ់បោះត្រីងៀតត្រីឆ្អើគេរួចហើយក៏ជួបសម្លាញ់ខាងនោះបបួលមកក៏មកលេងតែម្ដងទៅខ្ញុំសប្បាយចិត្តណាស់ខ្ញុំនឹងជូនសម្លាញ់ដើរលេងនៅចិត្តនេះឯងមិនដែលមកព្រៃភ្នំមានកន្លែងខ្លះគួរឲ្យចង់មើលណាស់ហើយធ្វើឲ្យសប្បាយចិត្តទៀតផងសម្លាញ់ទាំងអស់គ្នានឹងអ្នកមិនដែលបានឃើញទេចាលោកបងខ្ញុំអរគុណលោកបងណាស់កែវសម្លាញ់ពុកគេមកលេងហើយនេះជាប្រពន្ធរបស់គេទាំងពីរមកជាមួយដែរជំរាបសួរលោកពូជំរាបសួរអ្នកមីងចាលើកដៃថ្វាយព្រះក្មួយស្អាតណាស់ចានាំអ្នកទៅសម្រាប់ផងកូនណែសម្លាញ់កូនស្រីខ្ញុំនិងប្រពន្ធសម្លាញ់ប៉ុនគ្នាហើយស្អាតទីផងពេលណាសម្លាញ់ឯងយកប្រពន្ធសម្លាញ់អើយកុំទៅខ្វល់អីរឿងប្រពន្ធនោះគ្មានអ្នកណាគេស្រឡាញ់ខ្ញុំទេមករបបដូចជាខ្ញុំអញ្ចឹងបានជាខ្ញុំព្រួយព្រោះមានទ្រព្យសម្បត្តិច្រើនតែគ្មានអ្នកមើលថែទើបទៅរកបានកូនស្រីមួយយកមកចិញ្ចឹមបានធំប៉ុណ្ណឹងខ្ញុំសប្បាយចិត្តណាស់ទៅហើយអើយខ្ញុំក៏តែឯងទ្រាំបានហើយនេះមនុស្សប្រុសអីមិនយកប្រពន្ធចង់ស្អីទៀតខ្ញុំគិតថាខ្ញុំចាស់ហើយទ្រព្យរកបានច្រើនស៊ីមួយជីវិតពីអ្នកកូនស្រីខ្ញុំស៊ីមិនអស់ទេសម្លាញ់អើយរកធ្វើអីទៀតម្យ៉ាងអាមករបរមួយនឹងគិតឲ្យដល់ទៅមិនគួររកទេព្រោះគេក្តៅក្រហាយច្រើនណាស់ជាប់តែពាក្យបណ្ដាសាគេ
ខ្ញុំគិតថាសាំងល្អកែខ្លួនកុំតន់ហួសពេលដែរសម្លាញ់ ឯងគិតអញ្ចឹងល្អហើយសម្លាញ់ ប្រសើរណាស់ដឹងខ្លួនតន់ខ្ញុំគិតថាសម្លាញ់គិតនេះត្រឹមត្រូវហើយសម្លាញ់ កែអូនរឿងយើងមិនអាចលាក់ទុកតែពីរអ្នកបានទេបងមានបំណងចង់ទៅប្រាប់ឪពុកអូនសុំក្តីមេត្តាពីគាត់ អូនមិនចង់លាក់នឹងគាត់ទៀតទេអូនក៏គិតដូចបងចឹងដែរប៉ុន្តែថ្ងៃនេះមិត្តសម្លាញ់គាត់មកលេងបងលាក់ខ្លួនផងណាខ្លាចពួកគាត់ឃើញ ចុះក្មេងប្រុសម្នាក់នោះមកពីណាចេះសម្លាញ់សាក់ប្រហែលជាមិនដឹងទេមើលទៅ ពុកអូនទៅបាត់ហើយនៅ កុំមកពួកអូននៅទីនេះទេ កែវកូនរៀបចំបាយម្ហូបឆ្ងាញ់ៗសម្រាប់មនុស្ស7នាក់ពុកជប់លៀងពួកគេត្រឡប់ទៅវិញថ្ងៃនេះហើយ ឯក៏ច្រាស់ម្លេះពុកកូនរាប់ទៅខានតែ6នាក់តាលោកពូជ័យពីរអ្នកប្រពន្ធគាត់លោកពូធ្នង់ក៏ពីរអ្នកប្រពន្ធគាត់ដែរព្រមទាំងពុកហើយនឹងកូនចុះមានអ្នកណាទៀតពុក ធ្វើតាមតែពុកប្រាប់ទៅកូន បងពុកទៅបាត់ហើយក ែអូនស្នេហាយើងអីក៏វេទនាម្លេះ បងទ្រាំបន្តិចទៅបន្តិចទៀតយើងបានរស់ជុំគ្នាសុខស្រួលហើយអូនធានាថានឹងអង្វរពុកឲ្យទទួលស្គាល់បង កែបងអើយបងនៅទីនេះក្តៅណាស់ឲ្យបងចេញពីទីនេះផងទៅ បងមិនអីទេ ក្តៅណាស់កែអូន ប៉ុណ្ណឹងក៏រអ៊ូដែរក្រែងបងថាស្រឡាញ់អូននេះបងទ្រាំបន្តិចទៅ កែព្រលឹងបងមិនត្រឹមតែទ្រាំទេទោះបូជាកាយនិងជីវិតក៏បងទ្រាំបានដែរឲ្យតែបានរស់ក្បែរអូន ថ្ងៃនេះពុកមានពិធីជប់លៀងមិត្តភក្តិគាត់មានប្រសាទដូចជាប្លែកណាស់បងពុកហាក់ដូចជាដឹងរឿងយើងចុះបើគាត់ដឹងរឿងយើងមកដោះស្រាយយ៉ាងម៉េចទៅ ចាំពេលនោះចាំបងគិតទៀត ពុកពិសាទៅបងពិសាទៅចាំអូនជូតមាត់ឲ្យបងពិសាត្រីទេណែ ឆ្ងាញ់ទេបង ម
អរគុណអ្នកអ្នកក្រែងអ្នកបាននាំមនុស្សម្នាក់មកជាមួយដែរយ៉ាងម៉េចមិនក៏មិនឲ្យគេចេញមកឆេះបាយជាមួយគ្នាទៅចាំអីទៀត ចាអត់ទេអត់ផង ខ្ញុំដឹងថាមានលក្ខអីសិតតែគ្នាឯងឆាប់យកគេចេញមក បើមានមែនគេនៅឯណាឲ្យគេមកចោះ មកឆេះបាយជាមួយគ្នា កូនដួសបាយមួយចានទៀតទៅឆាប់ឆេះបាយជាមួយគ្នាទៅនៅសម្លាញ់កាត់សាយមួយទៅ អ្នកណយក៏អញ្ចឹងដែរខ្ញុំដឹងថាអ្នកយកភ្ញៀវមកជាមួយយ៉ាងម៉េចក៏មិនឲ្យគេមកពិសាបាយផងលាក់ទុកធ្វើអីហៅគេចេញមក ឲ្យគេមកចោះ ចានទៀតទៅ ឯងមកដែរឯងមកទីនេះធ្វើអីដែរស្មានតែមានតែយើងម្នាក់ទេឆាប់នាំគ្នាឆេះបាយទៅក្មួយ ក្មួយស្រីនៅចាំអីទៀតមិនក៏មិនបញ្ចេញប្តីមកក្មួយនៅលក្ខដល់ណាទៀត អត់មានទេ
ក្លាហានឡើងកូនស្រីកូនស្រីមិនក៏មិនឆាប់ដូរបាយគេទៅគួរឲ្យខ្មាស់ណាស់ហេតុអីក៏នាងធ្វើយ៉ាងនេះខ្ញុំស្រឡាញ់នាងហេតុអីក៏នាងមិនស្រឡាញ់ខ្ញុំនាងក្បត់ចិត្តខ្ញុំមានសហាយលួចលាក់នឹងខ្ញុំសែនខ្មាស់អស់ធម្មជាតិហេតុអីក៏ខ្ញុំស្រឡាញ់គេមិនស្រឡាញ់ខ្ញុំគេក្បត់ចិត្តខ្ញុំគេស្អីអូនក្បត់ចិត្តបងអូនរស់នៅឲ្យបានសុខចុះជាតិមុខជាតិក្រោយកុំឲ្យខ្ញុំជួបកុំឲ្យខ្ញុំយល់ស្រីចិត្តចៅក្បត់ចិត្តយ៉ាងនេះទៀតអីនាងណយច្រើនឆ្នាំមកហើយយើងស្រឡាញ់នាងតែយើងមិនស្គាល់ចិត្តនាងដឹងអីថានាងមិនស្មោះចំពោះយើងយ៉ាងនេះលួចមានសហាយស្មន់ជាមួយនឹងគេគ្មានគិតថាយើងជាប្តីនាងចិត្តអាក្រក់ណាស់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 សម្លាញ់សម្លាញ់យ៉ាងមិនក៏ឯងគិតខ្លីម្លេះមនុស្សយើងការមកជាតិនេះមិនថាប្រុសឬស្រីទេសិតតែមានគំនិតខុសៗគ្នាទាំងអស់អ្នកខ្លះមានសម្បត្តិទ្រព្យហើយក៏មិនមានសេចក្តីសុខនៅក្នុងផ្លូវចិត្តព្រោះជីវិតមិនស្កប់ស្កល់ដល់ព្រំដែនរស់គ្មានចិត្តស្រឡាញ់ទៅតូចចិត្តអីដល់ថ្នាក់នេះសម្រាប់ខ្លួនឯងគិតនេះខុសហើយស្លាប់ខ្លួនទៅទេព្រោះតែស្នេហាលោកយើងនេះធំណាស់ចំណែកចិត្តមនុស្សក៏អញ្ចឹងដែរមិនអាចវាស់ស្មានបានទេស្ដាយណាស់ដែលខ្ញុំមកមិនទាន់សម្លាញ់អាចមិនគួរគិតខ្លីយ៉ាងចឹងសោះបងអភ័យទោសឲ្យអូនផងអូនខុសហើយមិនគួរឲ្យបងស្លាប់យ៉ាងនេះទេអូនជាអ្នកសម្លាប់បងអូនខុសហើយបងសូមបងអភ័យទោសឲ្យអូនផងអូនខុសហើ
ប់សិនអ្នកមិនត្រូវធ្វើអញ្ចឹងទេពួកគេស្លាប់ទៅហើយមិនអាចរស់ឡើងវិញបានឡើយអ្នកត្រូវកែខ្លួនជុំមានចិត្តបាននេះទៀតទៅនាំគ្នាត្រឡប់ទៅវិញទៅកុំធ្វើអញ្ចឹងទៀតអ្នកឃើញហើយនេះសំពៅនេះឆ្នុកស្លាប់ក៏ព្រោះតែស្រឡាញ់ប្រពន្ធក្មួយប្រុសថ្ងៃមុខថ្ងៃក្រោយឯងឈប់ធ្វើអញ្ចឹងទៀតទៅវាមិនល្អទេបាទកែវអូនបងក៏ប្រពន្ធនឹងខ្ញុំឈប់សិនកែវធ្វើអញ្ចឹងមិនល្អទេកែអូននេះមិនមែនជាកំហុសរបស់អូនទេបើកុំតែបងក៏គ្មានរឿងបែបនេះកើតឡើងដែរលោកពូសូមលោកពូអភ័យទោសឲ្យខ្ញុំនឹងកែផងខ្ញុំបានជាស្រឡាញ់កែមែនសូមលោកពូមេត្តាផងចុះកែវកូនពុកមិនខឹងនឹងកូនទេបើបានជាអញ្ចឹងទៅហើយរឿងដែលកើតឡើងគឺមកពីពុកទេព្រោះឪពុកមិនចង់ឲ្យពួកគេធ្វើបែបនេះពុកឆ្អែតឆ្អន់អស់ហើយជីវិតជូរចត់ពុកក៏ធ្លាប់មានរឿងបែបនេះកាលពុកនៅពីក្មេងដែរមកចុះមកកែវកូនមិនមែនជាកូនបង្កើតរបស់ពុកទេពុកចាប់កូនយកមកពីភូមិតាំងពីតូចឲ្យពុកសុំទោសផងចុះ